នៅពេលយើងលេង Minecraft យូរទៅយើងអត់ដឹងទៅធ្វើអីទៀតនៅក្នុង Minecraft របស់យើងដូចតែរបស់ដែលរហូតហើយយើងធ្វើឲ្យអស់ហើយយើងតែគិតថាយើងចង់មានរបស់ថ្មីទៀតដើម្បីឲ្យមាននៅក្នុង Minecraft បើសិនបើយើងធុញទ្រាន់នឹងរបស់នៅក្នុង Minecraft ធម្មតារបស់យើង mod គឺជាជម្រើសល្អតែរបៀបក្នុងការដាក់ mod វាអាចនឹងពិបាកសម្រាប់អ្នកគ្នាដែលអត់ទាន់ចេះហើយថ្ងៃហ្នឹងខ្ញុំនឹងចែករំលែកអំពី launcher មួយដែលវាងាយស្រួលក្នុងការដាក់ mod និងសុវត្ថិភាពចំពោះអ្នកគ្នាដែលមានជាមួយនៅ account Minecraft គឺជា launcher Minecraft ឬ client Minecraft មួយដែលសម្បូរទៅដោយ mod ជាច្រើនគឺ mod Minecraft ហ្មងនៅហ្នឹងចំពោះក្នុងការ download អ្នកគ្នាអាចចូលមកជ្រោមមកហើយអ្នកគ្នា search mod Dream app មកហើយអ្នកគ្នា download និង set up ដាក់ account របស់អ្នកគ្នាមកគឺ account ដែលអ្នកគ្នាទិញពី Minecraft ហើយចំពោះអ្នកដែលប្រើ account ត្រេកខ្ញុំអត់ដឹងទៅធ្វើមិនដែរអាចប្រើលើ launcher តែ launcher ខ្ញុំអត់បង្កើតទេដែលវាសុវត្ថិភាពគឺឥឡូវនេះច្បោកច្បាយមែនតើអញ្ចឹងនិយាយកុំទៅគឺយើងកុំប្រើវិញល្អជាងហើយចំពោះ mod Dream app នេះគឺជា website មួយខ្ញុំស្គាល់ mod ជាច្រើនខ្ញុំអត់ដឹងថាវាមាន app របស់វាទេខ្ញុំតែងតែ download មកពីហ្នឹងហើយខ្ញុំដាក់ទៅក្នុង Minecraft launcher ធម្មតារបស់ original Microsoft ហ្នឹងហើយខ្ញុំដាក់មក error វិញហ្នឹងអាសាខ្ញុំអត់ទាន់ចេះដាក់មកឥឡូវខ្ញុំមកឃើញអា launcher នោះមួយខ្ញុំស្រួលក្នុងការដាក់ mod មែនតើហើយចំពោះអ្នកគ្នាដែលអត់ដឹងថាត្រូវដាក់ mod លេងមិនឲ្យវាស្បាយលេងគ្នាអាចចូលមកឆែកនៅក្នុង mod page បានទេ discover content នេះចូលមកឃើញ mod page ហើយគឺវារៀបចំ mod page ហ្នឹងគឺជា folder ដែលគេរៀបចំ mod ឲ្យយើងលេងអស់ហើយឥឡូវខ្ញុំសាក download ជាមួយ mod page នេះមួយអ្នកគាត់តែ click លើវាមកហើយជ្រើសរើស version មកបើនេះ ជ្រើសរើស version ចុច click download មកវានឹងយក version ចុងក្រោយបងអស់ឲ្យយើងហើយគាត់តែចាំអាកន្លែង download លើហ្នឹងមកវាឲ្យវាទៅប៉ុណ្ណឹងហើយវាកំពុង download ចឹងខ្ញុំនឹងប្រាប់អ្នកគ្នាអំពីអា mod page មួយទៀតដែលវាល្អមែនតើចំពោះអ្នកដែលមានជាមួយនឹង computer performance រៀងខ្សោយអីអ្នកអាចប្រើ mod page នឹងបានដែលវាជួយ boost frame របស់យើងសារតែវាបានគុំជាមួយនឹងអា mod optimize ផ្សេងចូលទៅក្នុងហ្នឹងអស់ហើយចឹងយកទៅការដោះរយទៀតទេគាត់តែយើង download ជ្រើស version ដែលយើងចង់លេងមកយើងលេងទៅវា boost frame ឲ្យយើងយកហ្មងនៅពេលដែលយើង install ជាមួយនឹង mod page ណាមួយហើយវានឹងចេញកន្លែង play នេះអ្នកនាងគាត់ទៅចុច play ទៅវានឹង run game ឲ្យយើង auto ហើយអ្នកនាងគាត់តែចាំឲ្យវា run game មកហើយឥឡូវនេះវាកំពុងតែ run game អញ្ចឹងអ្នកនាងកុំភ្លេចចុច like នៅលើវីដេអូនេះហើយនឹង comment នៅ down below បើសិនបើមានចម្ងល់ផ្សេងទៀតឥឡូវនេះខ្ញុំចូលមកដល់ក្នុង game ហើយអ្នកនាងអាចទៅមើល frame របស់ខ្ញុំបានគឺវាស្ថិតនៅក្នុង frame ប្រហែលជា140 200ទៅ150ហើយអាចនឹងខ្ពស់បំផុតដែលយើងអាចលេងបានគឺ150តែវាគ្មានប្រយោជន៍ទេដោយសារតែ monitor របស់ខ្ញុំគឺ100 Hz អញ្ចឹងខ្ញុំដាក់តាម100 frame មិនទៅកុំឲ្យលុត computer ប៉ុណ្ណឹងហើយ frame ប៉ុណ្ណឹងអ្នកនាងគិតថាវាតិចទេតែ frame ប៉ុណ្ណឹងវាខ្ពស់សម្រាប់ computer ខ្ញុំដោយសារ computer ខ្ញុំវា performance ខ្សោយដែរហើយមួយទៀតខ្ញុំលេងនៅលើ version 1.21.10ដែលជា version beta របស់ Minecraft version Spear ដែលគេតំតម្លាក់មកហើយបើយើងចង់ add ជាមួយនឹង mod បន្ថែមទេអ្នកនាងអាចចូលទៅអាកន្លែង mod page ដែលយើង install ហើយហ្នឹងយើង install content ចូលបន្ថែមទៀតមកអ្នកនាងអាច search ជាមួយនឹង mod ដែលយើងចង់ដាក់មកខ្ញុំចង់ដាក់អា mod free cam នេះហើយគាត់ទៅ click install មកហើយវានឹងចូលទៅក្នុង mod page របស់យើងហើយមានប៉ុណ្ណឹងហើយមុននឹងបញ្ចប់វីដេអូនេះអ្នកកុំភ្លេច like នៅលើវីដេអូនេះមួយផងជួបនៅវីដេអូក្រោយបាយ